ជំរាបសួរបងប្អូនចូលរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាពិសេសបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីនឹករលឹកថ្ងៃនេះខ្ញុំបាទសូមឆ្លើយតបទៅនឹងវីដេអូឃ្លីបរបស់លោកហ៊ុនសែនដែលនិយាយអំពីការបញ្ជូនពលករមកធ្វើការនៅតាមបណ្ដាប្រទេសនានាពិសេសគឺនៅក្នុងប្រទេសកូរ៉េខាងត្បូងបាទដូច្នេះហើយសូមបងប្អូនតាមដានស្ដាប់ដោយតទៅឲ្យខ្ញុំនឹងឆ្លើយតបទៅនឹងឃ្លីបរបស់គាត់បាទនៅកូរ៉េខាងត្បូងណាតម្រង់នឹងបានបើកទីផ្សារការងាររបស់យើងនៅកូរ៉េខាងត្បូងខ្ញុំត្រូវឆ្លងកាត់នៅប្រធានាធិបតីរបស់កូរ៉េខាងត្បូងច្រើនណាស់ណាបាទលោកដឹងស្រាប់ហើយថាទម្រាំតែលោកបានបើកទីផ្សារការងារបញ្ជូនពលករមកប្រទេសកូរ៉េនឹងគឺលោកត្រូវឆ្លងកាត់ប្រធានាធិបតីកូរ៉េខាងត្បូងនឹងច្រើនអ្នកណាស់អញ្ចឹងមានន័យថាប្រទេសគេមួយដែលរីកចម្រើនគឺគេមិនមែនទុកមេដឹកនាំដដែលដូចនៅប្រទេសខ្មែរដែលមានតែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឯងមួយទេគឺគេមានការផ្លាស់ប្ដូរមេដឹកនាំបានប្រទេសគេរីកចម្រើននឹងការអភិវឌ្ឍទៅមុខទាំងផ្នែកធនធានមនុស្សទាំងវិស័យឧស្សាហកម្មទាំងកសិកម្មទាំងវិស័យផ្សេងគឺមានការរីកចម្រើនស្មើគ្នាមិនមែនទុកមេដឹកនាំមួយច្រេះចាប់ដោយលោកឯងនឹងទេអញ្ចឹងលោកឯងគួរតែយល់ហើយណាគឺគេមានការផ្លាស់ប្ដូរមេដឹកនាំហើយតម្រាំលោកឯងបានបញ្ជូនពលករមកកូរ៉េនោះគឺលោកឯងត្រូវឆ្លងកាត់មេដឹកនាំនៅក្នុងប្រទេសកូរ៉េនឹងហើយនេះគឺជាតួនាទីនិងកាតព្វកិច្ចរបស់មេដឹកនាំជាកាតព្វកិច្ចរបស់ប្រមុខរដ្ឋាភិបាលជាកាតព្វកិច្ចជាម៉ែជាឪគេត្រូវដោះស្រាយរាល់បញ្ហាទុក្ខលំបាករបស់កូនរបស់ប្រជាពលរដ្ឋរបស់រាស្ត្រដែលរងទុក្ខដោយសារគ្មានការងារធ្វើអានេះគឺជាកាតព្វកិច្ចរបស់លោកមិនបាច់និយាយឬថាចង់ឲ្យគេដឹងគុណសម្បត្តិរបស់លោកដែលខំបញ្ជូនពលករមកក្រៅប្រទេសឲ្យដឹងគុណងាកទៅសងគុណរបស់លោកគួរតែអរគុណប្រជាពលរដ្ឋខ្មែរវិញមិនមែនឲ្យប្រជាពលរដ្ឋខ្មែរមិនមែនឲ្យពលករនឹងទៅអរគុណលោកនេះទេបាទគឹមយ៉ងសានគឹមដាយងរ៉ូបុនយងលីយងបាក់ឥឡូវនេះបើដល់ប្រធានាធិបតីលោកទេវបកុនហេសំបីតែឈ្មោះប្រធានាធិបតីរបស់គេដែលគេដូរច្រើនពេកទៅគឺលោកឯងចាំមិនអស់ផងណាលោកគួរតែយល់ហើយមិនមែនដូចស្រុកខ្មែរ30ឆ្នាំជាងមានតែអញមួយហ៊ុនសែនមិនបាច់រាប់អាណាទេរាប់តែអញមួយហ៊ុនសែនគឺដឹងហ្មងគឺស្គាល់ឈ្មោះហ៊ុនសែននឹងហ្មងគឺអត់មានប្រធានាធិបតីឬមេដឹកនាំនាយករដ្ឋមន្ត្រីណាផ្សេងទៀតគឺមានតែហ៊ុនសែនមួយគត់អញ្ចឹងនៅប្រទេសគេសូម្បីតែមេដឹកនាំគេលោកឯងចាំមិនអស់ផងអញ្ចឹងគួរតែយល់ហើយការរីកចម្រើនប្រទេសគេវាយ៉ាងម៉េចហើយរយៈពេល30ឆ្នាំជាងដូចគ្នាទេលោកប្រទេសកូរ៉េគឺឆ្លងកាត់របបសង្គ្រាមដូចគ្នារលាយរលត់រលាយស្ទើរនឹងរលាយទាំងប្រទេសទៀតប៉ុន្តែ30ឆ្នាំក្រោយដែលគេងើបពីភ្លើងសង្គ្រាមមកគេមានការអភិវឌ្ឍគេមានការជឿនលឿនរហូតដល់ការងារគេច្រើនគេធ្វើមិនអស់គេយកកម្មករពីបណ្ដាប្រទេសមកធ្វើការនៅស្រុកគេហើយប្រាក់ខែពលករមានតម្លៃខ្ពស់ទៀតលោកឯងគួរតែគិតផងអាចចំណុចអស់ហ្នឹងត្រូវឆ្លងកាត់ដើម្បីបើកទីផ្សារការងារប្រុសមានការប្រកួតប្រជែងនាំពលករចេញពីប្រទេសថៃទៅកូរ៉េរឿងបញ្ហាថៃបញ្ជូនពលករមកកូរ៉េគឺជារឿងមួយប្រទេសថៃក៏មិនមែនជាប្រទេសមួយអន់ដែរប្រទេសយួនក៏មិនមែនជាប្រទេសមួយអន់ដែរទោះបីគេមិនបញ្ជូនពលករគេមកធ្វើការនៅក្នុងប្រទេសកូរ៉េក៏គេមិនខ្វះការងារឲ្យពលករឲ្យប្រជាជនគេធ្វើដែរប៉ុន្តែអានេះគឺជាមូលដ្ឋានគឺជាមូលហេតុមួយដែលថៃវាមានការរីកចម្រើនផ្នែកឧស្សាហកម្មអញ្ចឹងគេចង់ឲ្យប្រទេសគេមានការរីកចម្រើនអញ្ចឹងគេត្រូវតែបញ្ជូនពលករគេមកធ្វើការនៅក្នុងប្រទេសកូរ៉េដែលមានវិស័យឧស្សាហកម្មរីកចម្រើនអញ្ចឹងហើយថៃគឺគេយកពលករខ្មែរមកធ្វើការនៅក្នុងប្រទេសថៃដែលមានប្រាក់កម្រៃទាបហើយគេបញ្ជូនពលករគេមកធ្វើការនៅក្នុងប្រទេសកូរ៉េដែលមានប្រាក់កម្រៃខ្ពស់ហើយទាំងចំណេះជំនាញរបស់គេគឺគេយកទៅវិញគឺពេលគេត្រឡប់ទៅវិញគឺគេធ្វើការអភិវឌ្ឍនៅក្នុងប្រទេសគេដែលមានជំនាញពិតប្រាកដ
ចេញពីប្រទេសកូរ៉េទៅហើយយួនក៏អញ្ចឹងថៃក៏គេធ្វើអញ្ចឹងតែចំណែកខ្មែរយើងតើវាមានលក្ខណៈខុសគ្នាយ៉ាងណាថៃនាំទៅកូរ៉េកន្លងទៅក៏តែឮថាគេប្រំវាយគ្នានោះប្រទេសថៃត្រៀមជំនះពេលហ្នឹងខាងណាដែលគេចូលចិត្តលើកតិចទៀតនេះគេមិនថាយើងនៅស្ងៀមខ្ញុំបានធ្វើការងារហ្នឹងថាបើសិនគេនៅបានប្រជាជនកូរ៉េនៅបាននៅគេនោះទៅអាចជំនះហ្នឹងគ្រោះថ្នាក់ជំនះតាមយន្តហោះគេបាញ់ធ្លាក់ជំនះតាមកបាល់ទឹកមកអស់ប្រមាណលោកហើយលោកស្ដាប់មើលសម្ដីគាត់ទៅឥឡូវឧទាហរណ៍បើសិននៅកូរ៉េខាងត្បូងកើតសង្គ្រាមមែនអញ្ចឹងលោកឯងទុកឲ្យប្រជាពលរដ្ឋខ្មែរនឹងងាប់នឹងប្រទេសកូរ៉េនឹងទៅអញ្ចឹងអានឹងឲ្យទស្សនៈមេដឹកនាំនឹងប្រទេសគេគ្រាន់តែមានបញ្ហាភ្លាមគេត្រៀមសម្រាប់ជួយប្រជាពលរដ្ឋគេតែលោកឯងបែរថាបើកូរ៉េនៅបាននៅគេទៅទោះបីកូរ៉េវាកើតសង្គ្រាមឲ្យវារត់ទៅណាប្រជាជនគេនៅនឹងទឹកដីគេម៉ែគេឪគេកូនគេភូមិករគេនឹងទោះបីថាលីប្រទេសកូរ៉េទាំងមូលនឹងក៏កូរ៉េគេវាមិនរត់ចោលទឹកដីរបស់វាដែរបើលោកឯងថាយួនចូលពេញស្រុកហើយជារត់ចោលមែនហើយមើលទៅកូរ៉េវាឲ្យវារត់ទៅណាបើទឹកដីវានឹងហើយលោកឯងឧទាហរណ៍បើសិនណាលើកូរ៉េខាងជើងនិងកូរ៉េត្បូងវាយគ្នាមែនអញ្ចឹងទុកឲ្យប្រជាពលរដ្ឋខ្មែរនឹងងាប់នឹងទៅអញ្ចឹងអត់មានជំនះចេញទេអញ្ចឹងនេះហើយបងប្អូនគិតមើលទៅសម្ដីរបស់ហ៊ុនសែនដែលជាមេដឹកនាំគណៈបកប្រជាជនដែលនិយាយមកហ្នឹងណាកូរ៉េខាងត្បូងត្រូវការពីថៃត្រូវការពីវៀតណាមត្រូវការពីប្រទេសដទៃដូច្នេះយើងត្រូវការវឹកហាត់តាំងពីភាសាកូរ៉េតាំងពីជំនាញរួចហើយបានបញ្ជូនទៅកូរ៉េហើយគោលដៅនៃការបញ្ជូនចេញទៅគឺมันមែនត្រឹមតែជាបញ្ហាប្រាក់ឈ្នួលទេតែទាញយកជំនាញបច្ចេកទេសយកមកកាន់កម្ពុជាវិញដែរបាទអាចំណុចហ្នឹងខ្ញុំឆ្លើយតបលោកឯងនិយាយឆ្ងាញ់ណាស់ចំណុចហ្នឹងមិនមែនត្រឹមតែរកប្រាក់កម្រៃទេគឺត្រូវយកជំនាញបច្ចេកទេសត្រឡប់មកកាន់កម្ពុជាវិញសួរថាលោកឯងមានសមត្ថភាពអីបង្កើតការងារជំនាញបច្ចេកទេសនៅក្នុងប្រទេសខ្មែរឲ្យពលករចំណាក់ស្រុកឯងសំបីតែនៅប្រទេសថៃពលករប្រមាណ30,000នាក់ចូលដែលគេដឹកយកមកចាក់ចោលនៅតាមព្រំដែនប៉ោយប៉ែតប្រមាណសប្តាហ៍មុនប្រមាណខែមុននេះលោកឯងភ័យស្លន់ស្លោរកការងារឲ្យប្រជាពលរដ្ឋធ្វើមិនបានលោកឯងណាធ្វើម៉េចឲ្យបញ្ជូនពលករនឹងទៅវិញសួរលោកឯងគិតមើលសួរលោកឯងមានសមត្ថភាពអត់ពលករដែលមកធ្វើការនៅក្នុងប្រទេសកូរ៉េជាង30,000នាក់គាត់គឺមានចំណេះជំនាញពិតប្រាកដណាជំនាញមានជំនាញសមត្ថភាពគឺមានពិតប្រាកដប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយបំផុតពេលដែលគាត់ត្រឡប់ទៅវិញទៅដល់ប្រទេសកម្ពុជាវិញគឺគាត់ត្រូវបាត់ជំនាញទាំងអស់ហ្នឹងដោយសារអីដោយសារប្រទេសខ្មែរគឺគ្មានវិស័យឧស្សាហកម្មធនធ្ងន់និងស្រាលនិងមធ្យមគឺអត់មានទេវិស័យឧស្សាហកម្មផ្សេងៗគឺអត់មានទាំងអស់អញ្ចឹងលោកឯងសួរថាពលករដែលចំណាក់ស្រុកមកប្រទេសកូរ៉េគាត់ត្រូវការបាត់បង់ជំនាញគឺឲ្យបាត់បង់ជំនាញហើយមានការសោកស្ដាយណាស់អ្វីដែលពួកគាត់ចេះហើយត្រូវបាត់បង់ទៅវិញដោយសារលោកឯងគ្មានសមត្ថភាពក្នុងការតាក់ទាញវិនិយោគទុនផ្នែកឧស្សាហកម្មដើម្បីបង្កើតការងារក្នុងស្រុកវាផ្ទុយទៅនឹងប្រទេសថៃប្រទេសយួនដែលពលករគេមកធ្វើការនៅក្នុងប្រទេសកូរ៉េប៉ុន្តែគេមានចំណេះជំនាញពិតប្រាកដជំនាញបច្ចេកទេសគឺយកទៅបង្កើតការងារនៅក្នុងស្រុកគេដោយសារប្រទេសគេមានវិស័យឧស្សាហកម្មស្តៀងទៅនឹងប្រទេសកូរ៉េដូច្នេះហើយពលករថៃពលករយួនក៏ដូចជាពលករនៅប្រទេសភូមាឬនៅបណ្ដាប្រទេសផ្សេងគឺគេមិនបាត់បង់ជំនាញអស់ហ្នឹងទេគឺជំនាញបច្ចេកទេសរបស់គេពេលគេត្រឡប់ទៅវិញគឺគេមានការងារនៅក្នុងស្រុកគេហើយគេអាចចែករំលែកជំនាញបច្ចេកទេសនឹងទៅដល់ប្រជាជននៅក្នុងស្រុកគេទៀតតែវាផ្ទុយទៅនឹងប្រទេសខ្មែរដែលលោកឯងមិនអាចបង្កើតការងារជំនាញបច្ចេកទេសឲ្យពលករចំណាក់ស្រុកចេញមកធ្វើការនៅក្នុងប្រទេសគេនេះដែលក្រេបជញ្ជក់ចំណេះជំនាញបានហើយឲ្យមានការបាត់បង់ទៅវិញអានេះជាការសោកស្ដាយធំបំផុតសម្រាប់ប្រជាជនខ្មែរនេះហើយជាមេដឹកនាំប្រទេសកម្ពុជាដែលល្ងឹតល្ងងសូម្បីតែប្រជាពលរដ្ឋខ្មែរដែលថៃយកមកចាក់ចោលប្រមាណខែមុនលោកឯងគ្មានសមត្ថភាពផងសួរថាលោកឯងនិយាយស្អីទៀតក្នុងពេលទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងទៅនៅពេលចរចាខ្ញុំបានលើកជាមួយនាយករដ្ឋមន្ត្រីអាបេរបស់ជប៉ុន
ថាសូមឲ្យអាដាមពិនិត្យទទួលយកពលករកម្ពុជាមកធ្វើការនៅក្នុងប្រទេសជប៉ុនអញ្ចឹងមានន័យថាមួយជីវិតរបស់លោកហ៊ុនសែនដែលដឹកនាំប្រទេសជាង30ឆ្នាំជាងស្ទើរតែនឹងរលត់ជីវិតទៅហើយនេះគឺមានតែសមត្ថភាពត្រឹមតែបញ្ជូនពលករឲ្យចំណាក់ស្រុកទៅក្រៅប្រទេសទេគឺមានតែប៉ុណ្ណឹងឯងគឺអត់មានចេះបង្កើតការងារឬរកការវិនិយោគទុនធំពីបណ្ដាប្រទេសលោកសេរីពីប្រទេសដែលគេគោរពច្បាប់ការងារពីប្រទេសគេដែលជាប្រទេសអ្នកមានឬយ៉ាងម៉េចគឺអត់មានបង្កើតការងារក្នុងស្រុកទេមួយជីវិតរបស់លោកឯងធ្វើមេដឹកនាំឲ្យ200ឆ្នាំទៀតគឺនៅតែអញ្ចឹងគំនិតលោកឯងគឺនៅតែធ្វើម៉េចឲ្យតែថាបញ្ជូនពលករខ្មែរឲ្យទៅធ្វើកាជះគេឲ្យទៅធ្វើការតាមបណ្ដាប្រទេសគេនឹងមិនបាច់ឲ្យមានការងារក្នុងស្រុកទេអានឹងវាអត់ខុសពីគ្រួសារមួយផ្ទះពីរជាប់គ្នាផ្ទះគេមានការងារធ្វើគេមានបាយស៊ីគេមានផ្ទះនៅល្អតែផ្ទះយើងអត់មានអីនៅអត់មានការងារធ្វើគេហៅយើងលបងជាប់គ្នានឹងឯងទៅលៀងប្រគុណអាចឲ្យអញឯងទៅបបោះផ្ទះអញណាឯងទៅធ្វើការនៅផ្ទះអញឲ្យបាយស៊ីអានឹងគឺខុសគឺដូចគ្នាអញ្ចឹងឯងគឺដូចគ្នាអញ្ចឹងមួយជីវិតនេះគឺបានត្រឹមតែបញ្ជូនពលករឲ្យទៅធ្វើការនៅតាមប្រទេសគេហើយយើងនៅកូរ៉េយើងមិនទាន់រាប់នៅប្រទេសថៃនៅប្រទេសម៉ាឡេនៅបណ្ដាប្រទេសផ្សេងៗអញ្ចឹងមានន័យថាពលករចំណាក់ស្រុកដែលទៅធ្វើការនៅតាមប្រទេសគេនេះគឺមានចំនួនច្រើនលើសលប់ណាស់ដោយសារប្រទេសខ្មែរអត់ការងារធ្វើអានេះគឺជាបញ្ហាជាមូលហេតុមួយសួរថាពួកគាត់ទាំងអស់ហ្នឹងសួរថាចង់ចំណាក់ស្រុកចោលក្រុមគ្រួសារចង់ចំណាក់ស្រុកចោលប្រពន្ធកូនចង់បែកពីម៉ែពីឪទេដែលមកធ្វើការនៅស្រុកគេនឹងតើវាស្រួលប៉ុណ្ណាជីវិតដែលផ្ញើនៅស្រុកគេពលករហើយនៅកូរ៉េមានការស្លាប់ពលករជាហូរហែកន្លងមកសួរថាស្រួលទេយើងគិតមើលថាស្រួលទេវាមិនមែនជាការងាយស្រួលទេប៉ុន្តែនេះគឺជាភាពទីទល់ក្រនៅជាជំរឹះមួយក្នុង100អត់មានអ្វីធ្វើបាទជាជំរឹះមួយដែលទាល់ច្រកដែលទាល់ច្រកមិនអាចដោះស្រាយបានគឺត្រូវតែធ្វើចំណាក់ស្រុកដើម្បីចាក់ចោលប្រទេសជាតិរបស់ខ្លួនមកធ្វើការនៅក្នុងបណ្ដាប្រទេសគេដូច្នេះហើយសូមលោកបើមានគំនិតនឹងទស្សនវិស័យសូមលោកបង្កើតការងារឧស្សាហកម្មទៅដើម្បីឲ្យប្រទេសខ្មែរនេះមានការងារធ្វើឲ្យពលករដែលមកធ្វើការនៅបណ្ដាប្រទេសផ្សេងៗនឹងពេលដែលទៅវិញគឺមានការងារធ្វើប្រទេសជាតិមួយរីកចម្រើនលុះត្រាតែមានវិស័យឧស្សាហកម្មហើយការបង្កើតការងារដល់យុវជនហើយចុះបើយុវជននៅក្នុងប្រទេសខ្មែរអត់មានអីធ្វើផងហ្នឹងដើរតែហិតកាវសួរថាឥឡូវប្រទេសជាតិរីកចម្រើនតាមវិធីណានៅប្រទេសម៉ាឡេស៊ីយើងបានខិតខំទេពីពលករខុសច្បាប់ទៅជាពលករត្រូវច្បាប់ព្រមមានវត្តជំនុនទៅកាន់ប្រទេសម៉ាឡេស៊ីធ្វើការខុសច្បាប់បាទចំពោះប្រជាពលរដ្ឋខ្មែរដែលចេញទៅប្រទេសគេត្រូវរៀបចំឯកសារទាល់តែត្រូវច្បាប់បានគេឲ្យជន់ដីគេបើថាខុសច្បាប់គេមិនឲ្យជន់ទេប៉ុន្តែបើសិនជាយួនវិញចូលដីខ្មែរសួរថាដែលត្រូវរៀបចំឯកសារឆ្លងកាត់អ្វីមួយទេគឺចូលដោយសេរីអាហ្នឹងហើយគឺជាចំណុចមួយដែលខុសគ្នាអញ្ចឹងមូលហេតុអីមើលលោកឆ្លើយមើលលោកក្នុងនាមលោកជាមេដឹកនាំជានាយករដ្ឋមន្ត្រីប្រជាជនខ្មែរទៅប្រទេសគេលុះត្រាតែត្រូវច្បាប់បើមិនត្រូវច្បាប់គេចាប់បញ្ជូនមកវិញដូចឆ្កែដូចឆ្មាតែប្រជាជនយួនវិញចូលមកឯមិនបាច់ត្រូវច្បាប់ទេឲ្យចូលបានទាំងអស់តែអាហ្នឹងវាយ៉ាងម៉េចសុំបានទេអាហ្នឹងនៅប្រទេសថៃក៏យើងបានខិតខំបង្កើតឲ្យមានអនុសារណៈនៃការយកចូលគ្នាស្ដីអំពីការទៅធ្វើការនៅប្រទេសថៃអញ្ចឹងមិនថាលោកគួរតែខ្មាស់គេផងពេលដែលលោកទៅប្រជុំជួបមេដឹកនាំធំតាមបណ្ដាប្រទេសផ្សេងនឹងគួរតែខ្មាស់គេផងហេតុអីបានជាគេនៅចិត្តផ្ទះនឹងគេមានការងារធ្វើគេយកឯងទៅធ្វើការឲ្យគេខ្ចីលុយគេវ៉ាន់លានដុល្លារមកអភិវឌ្ឍមិនដឹងជាអភិវឌ្ឍស្អីចាពាក់គេវ៉ាន់កកូនខ្មែរកើតមកយំងាភ្លាមចាពាក់លុយគេភ្លាមអានឹងគឺវាយ៉ាងម៉េចលោកឯងគួរតែខ្មាស់គេផងឬលោកឯងមេដឹកនាំមិនចេះខ្មាស់គេអានឹងហើយដែលថាគ្មានការរីកចម្រើនធ្វើមេដឹកនាំមួយដល់អត់មានសេចក្តីអៀនខ្មាស់បន្តិចសោះបាទអញ្ចឹងមិនថាយើងគួរតែខ្មាស់ថៃខ្មាស់យួនខ្មាស់ប្រទេសភូមាណាដែលនៅចិត្តផ្ទះយើងនេះ
ណាដែលគេអាចមានការងារឲ្យប្រជាជនគេធ្វើឲ្យប្រាក់ខែគេរស់នៅសមរម្យសួរថាអានឹងវាយ៉ាងម៉េចតែលោកឯងនឹងចេះតែមួយគត់គឺធ្វើម៉េចបញ្ជូនពលករឲ្យចេញទៅក្រៅប្រទេសឬយ៉ាងណាហើយខិតខំផ្ទេរពីការដែលពលករខុសច្បាប់ឲ្យទៅជាពលករត្រូវច្បាប់តាមរយៈការបញ្ជូនក្រុមការងារទៅចុះបញ្ជីនៅទីនោះសហការជាមួយអាជ្ញាធរថៃបាទសហការជាមួយអាជ្ញាធរថៃដើម្បីចុះបញ្ជីឲ្យពលករពីខុសច្បាប់មកត្រូវច្បាប់ដោយតាមរយៈអីបញ្ចុះតម្លៃប៉ាសពត$4ហ្នឹងឯងលោកឯងបោកសុទ្ធទៀតហើយឯងថាបោកមែនអានយោរដ្ឋមន្ត្រីបោកឯងហ្នឹងណាប្រកាសក្តែងណានៃដើម្បីធ្វើម៉េចពលករមកពីថៃរាប់ម៉ឺននាក់ដល់ពេលមកដល់ប៉ោយប៉ែតមើលទៅវាច្រើនពេករកការងារឲ្យធ្វើមិនបានអានេះភ័យសនស្លោមិនដឹងធ្វើម៉េចពួកនឹងមកវិញអត់គ្រប់ត្រូលអត់គ្រប់ត្រូលប៉អញទេអញ្ចឹងមានតែបញ្ជូនពួកវាទៅវិញអស់អញ្ចឹងមានតែធ្វើម៉េចបញ្ចុះតម្លៃប៉ាសពត$4ដល់ពេលទៅធ្វើមាន$4ណាអាក្រសួងការិយាល័យប៉ាសពតវាថាទៅរត់ឯកសារចេះរត់ឯកសារចុះឯណានៃវិលដូចទឹកក្បងទៀតអញ្ចឹងមិនថាយេពួកនេះឡាបិចកលគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែយើងទប់ស្កាត់អត់បានលោកឯងទប់ស្កាត់អត់បានទេដោយសារតែលោកឯងនឹងនាយករដ្ឋមន្ត្រីអសមត្ថភាពនាយករដ្ឋមន្ត្រីអសមត្ថភាពគឺទប់ស្កាត់អីបានចឹងមកថានេះនាយករដ្ឋមន្ត្រីបោកឲ្យខ្ញុំតវីដេអូតែប៉ុណ្ណឹងចុះឲ្យសូមអរគុណបាទជម្រាបលាដល់បងប្អូនទាំងអស់គ្នាបាទសុខសប្បាយអរគុណច្រើនបាទ